នៅថ្ងៃនេះteacher ចង់និយាយរឿងមួយតើលោកគឹមវ័យហ្នឹងគាត់គឺជានរណាគេលោកគឹមវ័យគាត់ហ្នឹងគឺជានាយកប្រតិបត្តិការរបស់ក្រុមហ៊ុន Pegasus System ហើយលោកគឹមវ័យគាត់គឺជាសាស្ត្រាចារ្យលោកគ្រូបង្រៀននៅសាកលវិទ្យាល័យដ៏ល្បីហើយលោកគឹមវ័យគាត់បាននិយាយថាអញ្ចឹងដំណើរការអាជីវកម្មគឺវាប្រៀបបានទៅដូចទៅជានឹងក្តារអុកកំពុងតែដើរអញ្ចឹងគាត់បាននិយាយថាអញ្ចឹងបើសិនជាយើងញ៉ាំអីបានយើងញ៉ាំឲ្យហើយទៅជីវិតមនុស្សមើលមិនឃើញទេថ្ងៃនេះយើងមានជើងដើរលេងសើចសប្បាយថ្ងៃស្អែកយើងមិនដឹងថាមានជើងដើរលេងសើចសប្បាយក៏អត់ទេចឹងហើយយើងកុំចាញ់បោកឆាកជីវិតថ្ងៃនេះយើងធ្វើឲ្យបានយើងធ្វើឲ្យហើយទៅកុំឲ្យថ្ងៃស្អែកសោកស្ដាយបើសិនជាយើងសោកស្ដាយធ្វើឲ្យខួរក្បាលយើងហ្នឹងគិតច្រើនខឹងគេឯងច្រើនធ្វើឲ្យមុខយើងឆាប់ចាស់ហើយសុខភាពយើងក៏អត់រឹងមាំដែរនៅពេលដែលសុខភាពយើងមិនរឹងមាំធ្វើឲ្យយើងញ៉ាំមិនបានគេមិនបានបែបនេះហើយលោកគឹមវ័យគាត់បាននិយាយថាអញ្ចឹងយើងកុំស្រឡាញ់កូនគេអ្នកមានពេកយើងស្រឡាញ់កូនគេអ្នកធម្មតាបានហើយទើបយើងមានសេរីភាពដើរលេងចូលក្លឹបរាំសប្បាយតើលោកគឹមវ័យនិយាយត្រូវអត់ហើយលោកគឹមវ័យបាននិយាយថាអញ្ចឹងតើដានីតរៀបការជាមួយនឹងលោកគឹមវ័យបានទេតើអ្នករៀបការមានកូនមានចៅជាមួយនឹងខ្ញុំបានទេគេអត់និយាយលេងទេគេនិយាយមុខស្ងួតផ្ញើបទនេះជូនទៅប្រពន្ធសម្លាញ់ដានីតរៀងស្វែស្អាតឈរត្រឹមស្មាហើយខ្ញុំស្រឡាញ់ចរិតល្អចេះនិយាយគោរពសិទ្ធិគ្នាទៅវិញទៅមកបានខ្ញុំស្រឡាញ់យល់ទេ